Mơ sưng mình squall bạn một mùi rẻ dạ khôi mây hiền cằnแต่ធំពេញរូបពេញរាងស្រស់ស្អាតខ្លាំងនិងសម្លេងកាន់តែពីរោះខ្លាំងជាការពិតណាស់ជឿជាក់ថាប្រិមិត្តពិតជាបានជ្រាបរួចមកហើយពីកុមារីខុយមៃហៀងអតីតបេក្ខភាពប្រឡងនៅក្នុងកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី1យ៉ាងណាមិញក្រោយពេលបញ្ចប់ការប្រកួតទៅជាង5ឆ្នាំពេលនេះកុមារីខុយមៃហៀងកាន់តែប្រែប្រួលខ្លាំងទាំងរូបរាងពណ៌សម្បុរនិងសមត្ថភាពច្រៀងកាន់តែពិរោះខ្លាំងមិនធម្មតាឡើយជាពិសេសក្រឡេកមកមើលការពិពេលថ្មីនេះកុមារីខុយមៃហៀងបានធ្វើការបកស្រាយនៅបទចម្រៀងមួយបទនៅក្នុងកម្មវិធីមួយដែលមានចំណងជើងថាមេត្តាដៃ100ពិតជាធ្វើបានល្អខ្លាំងទឹកដមសំនៀងស្រទន់ពីរោះខ្លាំងនិងដាក់មនោសញ្ចេតនាបានយ៉ាងល្អតែម្ដងអ្វីដែលកាន់តែពិសេសសម្រស់របស់នាងកាន់តែស្រស់ស្អាតឡើងមើលសឹងមិនស្គាល់តែម្ដងស័ក្តិសមជានារីខ្មែរមែនសកលនេសាវ័យកាន់តែច្រើនតែសម្រស់នៅតែស្អាតជាមួយនឹងឈុតនេះពិតជាស្រស់ស្អាតខ្លាំងណាស់កំពូលតារាចម្រៀងសកលនេសាគឺជាតារាចម្រៀងមួយដួងដែលគ្រប់គ្នាទទួលស្គាល់ថាជាតារាចម្រៀងដ៏មានសមត្ថភាពនិងរូបសម្រស់ស្រស់ស្អាតមិនធម្មតាបើទោះបីជាអ្នកនាងបានរៀបអាពាហ៍ពិពាហ៍រួចហើយក្តីក៏សម្រស់របស់អ្នកនាងនៅតែស្រស់ស្អាតមិនចាញ់តារាស្រីវ័យក្មេងៗប៉ុន្មានឡើយថ្មីនេះអ្នកនាងបានបង្ហោះរូបភាពប៉ុន្មានសន្លឹកដែលមានការតុបតែងខ្លួនយ៉ាងស្រស់ស្អាតដែលធ្វើឲ្យមហាជនមានការកោតសរសើរពីសម្រស់របស់អ្នកនាងថាពិតជាស្រស់ស្អាតខ្លាំងបើទោះបីជាអ្នកនាងមានវ័យរៀងច្រើនបន្តិចក៏សម្រស់នៅតែក្មេងជាងវ័យហើយគួរឲ្យស្រឡាញ់ខ្លាំងមែនទែនក្រៅពីអាជីពជាតារាចម្រៀងដ៏មានប្រជាប្រិយភាពអ្នកនាងក៏មានសមត្ថភាពសម្ដែងខ្សែភាពយន្តផងដែរដែលពីរឿងដែលអ្នកនាងបានថតហើយនោះសុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំងគឺសរដីក្នុងបេះដូងនិងរាជធានីភ្នំគ្រឹះហើយពីរឿងនេះសុទ្ធតែជារឿងដែលចំណាយទឹកភ្នែកច្រើនខ្លាំងមែនទែនហើយអ្នកនាងពិតជាសម្ដែងបានសមឥតខ្ចោះ